នៅក្នុងឱកាសនេះគឺសម្ដេចឯកឧត្តមជាអិសរាជជនថ្នាក់ដឹកនាំកម្ពុជារបស់ព្រះរាជាណាចក្រកម្ពុជាបាននឹងកំពុងធ្វើនៅព្រះរាជវន្តនកិច្ចថ្វាយព្រះពរស្វាគមន៍នៃការយាងមកដល់ដកពងពោះបំផុតរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដកពងពោះបំផុតនៃយើងហើយកងកិត្តិយសនឹងត្រែទ័ពបាននឹងកំពុងថ្វាយនៅព្រះរាជវន្តនកិច្ចនៅក្នុងវរឱកាសនៃការយាងមកដល់របស់ព្រះករុណាថ្លៃពិសេសនៅក្នុងឱកាសនេះអង្គព្រះរាជពិធីទាំងមូលនៅខាងក្នុងនៃព្រះពន្លាកិត្តិយសនឹងបានត្រៀមថ្វាយនៅព្រះពរស្វាគមន៍នៃការយាងមកដល់របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតបន្ទាប់អំពីស្ដេចយាងធ្វើព្រះរាជពិធីកាត់ខ្សែបូសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភារបស់យើងនៅក្នុងឱកាសនេះផងដែរសូមអង្គព្រះរាជពិធីទាំងមូលដើម្បីនឹងបានត្រៀមទាំងអស់គ្នាថ្វាយព្រះពរស្វាគមន៍ដ៏ខ្ពង់ខ្ពស់បំផុតនៅក្នុងគណៈនេះគឺព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតស្ដេចយាងនឹងកំពុងធ្វើព្រះរាជពិធីកាត់ខ្សែបូសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅអគារថ្មីនៃវិមានសាមគ្គីភាពនៃព្រឹទ្ធសភារបស់យើងនេះហើយនៅក្នុងឱកាសនេះសូមអង្គព្រះរាជពិធីទាំងមូលគោរពអញ្ជើញក្រោកឈរឡើងទាំងអស់គ្នាសូមអង្គព្រះរាជពិធីទាំងមូលថ្វាយព្រះពរស្វាគមន៍នៃការយាងមកដល់ដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតស្ដេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតនៅក្នុងព្រះរាជពិធីសម្ពោធវិមានសាមគ្គីភាពនៃព្រឹទ្ធសភានៅក្នុងឱកាសនេះទូលព្រះបង្គំជាខ្ញុំម្ចាស់ទាំងអស់នៅក្នុងឱកាសនេះសូមលំអោនកាយវិចារចិត្តក្រាបថ្វាយព្រះពរជ័យសិរីមង្គលវិបុលសុខមហាប្រសើរថ្វាយអង្គព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតសូមមានព្រះជន្មាយុយឺនយូរសូមព្រះមេត្តាស្ដេចយាងសម្រួលព្រះឥរិយាបថនិងសូមអង្គព្រះរាជពិធីទាំងមូលគ្រប់អញ្ជើញសម្រួលឥរិយាបថទូលព្រះបង្គំជាខ្ញុំសូមព្រះបរមរាជានុញ្ញាតដំណើរការនៅព្រះរាជពិធីនៅក្នុងវរឱកាសនេះទូលព្រះបង្គំជាខ្ញុំសូមក្រាបបង្គំទូលថ្វាយព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនី
ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតខ្ញុំបាទសូមគោរពសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានិងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុតសូមគោរពសម្ដេចមហារដ្ឋសភាធិការធិបតីខួនសដារីប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពដ៏ខ្ពង់ខ្ពស់សូមគោរពសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីហ៊ុនម៉ាណែតជាទីគោរពដ៏ខ្ពង់ខ្ពស់សម្ដេចឯកឧត្តមលោកជំទាវនិងភ្ញៀវកិត្តិយសជាតិអន្តរជាតិព្រមទាំងអង្គព្រះរាជពិធីទាំងមូលជាទីគោរពផ្ដើមនៅព្រះរាជពិធីនេះសូមប្រកាសណាជាអំចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនិងសូមអង្គព្រះរាជពិធីទាំងមូលស្ដេចយាងនិងគោរពអញ្ជើញដើម្បីគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជាគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជាគោរពសូមស្ដេចយាងសម្រួលព្រះឥរិយាបថនិងសូមគោរពអញ្ជើញសម្រួលឥរិយាបថព្រះរាជកម្មវិធីជាបន្តគឺរបាំថ្វាយព្រះពរសូមស្ដេចយាងទតនិងសូមគោរពអញ្ជើញទេសនាខ្ញុំមិនចាំងលើខាត់ប្រណំអើយលើសេរសាថ្វាយព្រះពរព្រះកាំងរណាមហាក្សត្រស្ដេចយាងជាមលប់ព្រះរាជាធិបតីសម្ពោធវិមានថ្លាថ្លៃសាមគ្គីភាពនៃព្រឹទ្ធសង្ឃភាថ្វាយព្រះពរអើយបបអើយមហាប្រពៃសូមជូនពរអើយថ្លាថ្លៃរមុខដឹកនាំកម្ពុជាសូមប្រកបនៅពុទ្ធិពរមហាជោគជ័យដឹកនាំមា
គីហើយដោយសន្តិភាព ព្រះរាជកម្មវិធីជាបន្តសូមព្រះបរមរាជានុញ្ញាតដ៏ពងពោះបំផុតគ្រប់អញ្ជើញឲ្យដំប្រាក់សុខុនបនាយករដ្ឋមន្ត្រីប្រធានគណៈកម្មការទទួលបន្ទុកដឹកនាំសាងសង់វិមានសាមគ្គីភាពនៃព្រឹទ្ធសភាគ្រប់អញ្ជើញថ្វាយសន្ទរកថាស្វាយព្រះពរស្វាគមន៍និងទូលថ្វាយរបាយការណ៍ សូមក្រាបថ្វាយបង្គំព្រះកណ្ណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃប្រជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតសូមគោរពសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានិងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រជាទីគោរពដ៏ខ្ពង់ខ្ពស់ សូមគោរពសម្ដេចមហារដ្ឋសភាធិការធិបតីខុនសូដារីប្រធានរដ្ឋសភាជាទីគោរពដ៏ខ្ពង់ខ្ពស់សូមគោរពសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនិងលោកជំទាវបណ្ឌិតជាទីគោរពដ៏ខ្ពង់ខ្ពស់សូមក្រាបថ្វាយបង្គំនិងសូមគោរពសម្ដេចឯកឧត្តមលោកជំទាវ ឯកឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រសមាជិកសមាជិកានៃព្រឹទ្ធសភារដ្ឋសភារាជរដ្ឋាភិបាលឯកឧត្តមលោកជំទាវឯកអគ្គរាជទូតឯកអគ្គរដ្ឋទូតតំណាងអង្គទូតនានាឯកឧត្តមលោកជំទាវលោកស្រីជាទីមេត្រីជាបឋម ទូលព្រះអង្គមជាខ្ញុំសូមព្រះបរមរាជានុញ្ញាតសម្ដែងនៅអភិវឌ្ឍនកិច្ចដ៏ខ្ពង់ខ្ពស់បំផុតចំពោះព្រះរាជវត្តមានដ៏វិសេសវិសាលក្រៃលែងនៃព្រះករុណាព្រះមហាក្សត្រជាអម្ចាស់ជីវិតលើត្បូងយើងជាព្រះរាជអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងព្រះរាជពិធីសម្ពោធវិមានសាមគ្គីភាពជាប្រវត្តិសាស្ត្រនាថ្ងៃនេះ ព្រះរាជវត្តមានដ៏ខ្ពង់ខ្ពស់ថ្លៃថ្លារបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតបញ្ជាក់នៅការយកបរិជ្ជហារតីទុកដាក់ខ្ពស់នឹងការប្រោសបរិជ្ជទាននៅការគ្រប់គ្រងដល់ស្ថាប័នព្រឹទ្ធសភាដែលជាអង្គនីតិបញ្ញត្តិកម្ពុជានៃប្រជាណាចក្រកម្ពុជាដើម្បីធានាការពង្រឹងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យសេរីពហុបក
និងការការពារឲ្យបានជាដាច់ខាតនៅរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញក្រមលុបព្រះរាជបារមីដ៏ត្រជាក់ជ្រុំនៃព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតកម្ពុជាទទួលបាននូវសុខសន្តិភាពស្ថិរភាពសាមគ្គីភាពឯករាជ្យភាពព្រមទាំងការបន្តលើកស្ទួយកិច្ចការរូបភាពជាតិនិងការអភិវឌ្ឍឲ្យកាន់តែរីកចម្រើនរុងរឿងលើគ្រប់វិស័យសម្រាប់ភាពសុខដុមរមនាសុភមង្គលវិបុលភាពរបស់ជាតិមាតុភូមិនិងប្រជានុរាស្ត្រខ្មែរទាំងមូលនាឱកាសជាប្រវត្តិសាស្ត្រនេះទូលព្រះបង្គំជាខ្ញុំបាទសូមព្រះរាជានុញ្ញាតនិងអនុញ្ញាតទូលថ្វាយនិងជម្រាបដោយសង្ខេបនៅគោលបំណងទស្សនៈទាននិងដំណើរការសាងសង់នៃវិមានសាមគ្គីភាពដូចតទៅសំណង់អគារថ្មីនៃព្រឹទ្ធសភានេះគឺត្រូវបានស្ថាបនាឡើងក្រោមគណិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាដើម្បីឆ្លើយតបទៅនឹងការពង្រឹងតួនាទីនិងកំណើនការងារការលើកកម្ពស់ប្រសិទ្ធភាពគុណភាពនិងចីរភាពនៃស្ថាប័នព្រឹទ្ធសភាព្រមទាំងឆ្លើយតបទៅនឹងការអនុវត្តអត្ថប្រយោជន៍ចម្បងទាំងពីររបស់ព្រឹទ្ធសភានីតិកាលទី5ដែលបានដាក់ចេញដោយសម្ដេចតេជោប្រធានព្រឹទ្ធសភាគឺការលើកកម្ពស់ការទូតសភានិងការរួមប្រស័យឲ្យកាន់តែជិតស្និទ្ធថែមទៀតជាមួយអង្គបោះឆ្នោតដែលតំណាងឲ្យប្រជាពលរដ្ឋនៅមូលដ្ឋានក្នុងពេលដែលវិមានសាមគ្គីភាពនិងបំពេញតួនាទីជាការិយាល័យធ្វើការរបស់ថ្នាក់ដឹកនាំព្រឹទ្ធសភានិងជាទីកន្លែងទទួលភ្ញៀវអិសរាជជនជាន់ខ្ពស់ជាតិនិងបរទេសនានានោះអគារកេរដំណែលវិមានរដ្ឋចំការមនឬហៅថាអគារក្រហមដែលជាកេរមរតកនិងស្នាប្រហោះដ៏ថ្លៃថ្លាបំផុតរបស់ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុព្រះបរមរតនកោដ្ឋជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនោះនិងបន្តរក្សាតួនាទីដ៏សំខាន់ខ្ពង់ខ្ពស់ជាមជ្ឈមណ្ឌលសម្រាប់សម័យប្រជុំពេញអង្គព្រឹទ្ធសភាដើម្បីពិនិត្យនិងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ឬសេចក្តីស្នើច្បាប់ឬបញ្ហាទាំងពួងឈរលើមូលដ្ឋានគ្រឹះដ៏រឹងមាំនៃការបង្រួបបង្រួមជាតិឯកភាពជាតិនិងសាមគ្គីភាពជាតិការប្រសិទ្ធនាមអគារថ្មីនេះដោយសម្ដេចតេជោប្រធានសភាព្រឹទ្ធសភាជាវិមានសាមគ្គីភាពពិតជាមានអត្ថន័យប្រវត្តិសាស្ត្រនិងនយោបាយដ៏ជ្រាលជ្រៅជាមួយនឹងវិមានសន្តិភាពនិងវិមានមិត្តភាពវិមានថ្មីនេះនឹងរួមផ្សំជានិមិត្តរូបនៃមុំសន្តិភាពមិត្តភាពនិងសាមគ្គីភាពដែលជាមូលដ្ឋានគ្រឹះចាំបាច់សម្រាប់ស្ថិរភាពវិបុលភាពនិងការអភិវឌ្ឍប្រកបដោយចីរភាពវិមានសាមគ្គីភាពក៏ជាសក្ខីភាពនៃកម្លាំងមហាសាមគ្គីក្នុងស្មារតីជាតិខ្មែរតែមួយសាមគ្គីភាពរវាងរដ្ឋនិងវិស័យឯកជននិងជាសមិទ្ធផលរបស់កូនខ្មែរសុទ្ធសាធដែលទាំងអ្នកគូប្លង់អ្នកសាងសង់និងអ្នកជួយឧបត្ថម្ភថវិកាគឺជាខ្មែរទាំងអស់ក្នុងនាមសម្ដេចតេជោប្រធានព្រឹទ្ធសភាទូលព្រះបង្គំជាខ្ញុំសូមព្រះបរមរាជានុញ្ញាតឆ្លៀតយកឱកាសនេះដើម្បីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សប្បុរសជនទាំងអស់ដែលបានចូលរួមវិភាគទាននៅក្នុងការស្ថាបនាវិមានសាមគ្គីភាពនេះសម្រាប់ប្រើប្រាស់ជាឧត្តមប្រយោជន៍ជាតិនាពេលបច្ចុប្បន្នក៏ដូចជាសម្រាប់អ្នកជំនាន់ក្រោយៗទៀតព្រះករុណាព្រះមហាក្សត្រជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតសម្ដេចឯកឧត្តម
លោកជំទាវលោកស្រីភ្ញៀវជាតិនិងអន្តរជាតិវិមានសាមគ្គីភាពត្រូវបានសាងសង់ឡើងក្នុងរយៈពេល18ខែមានផ្ទៃកន្លាសរុប 22,000 ម៉ែត្រការ៉េដោយមិនរាប់ផ្ទៃកន្លាសួននិងក្រាលក្រានីត 5,000 ម៉ែត្រការ៉េទៀតផងអគារនេះមានបណ្ដោយ79ម៉ែត្រទទឹង47ម៉ែត្រកម្ពស់35ម៉ែត្រនិងមាន4ជាន់កន្លះដែលដំបូលរាបស្មើរបស់អគារប្រើប្រាស់ជាប្រលានឧទ្ធម្ភាគចក្ររចនាបថខាងក្រៅនៃវិមានសាមគ្គីភាពជាប្រភេទស្ថាបត្យកម្មសហសម័យលាយបញ្ចូលគ្នារវាងស្ថាបត្យកម្មនៃរចនាបថខ្មែរនិងកូឡូនីយ៉ាល់ជាមួយនឹងការគិតគូររចនាយ៉ាងម៉ត់ចត់ទៅលើគ្រឿងលម្អតួយ៉ាងបាំងខ្លែងលើដំបូលទះរ៉ាស់ផ្នែកខាងមុខដែលត្រូវបានស្រង់គំនិតចេញពីប្រាសាទបុរាណខ្មែរជាដើមផ្ទៃខាងក្រៅអគារមានរចនាល្បាក់ក្បាលនិងជើងសសរផ្អោបរំលេចក្បាច់ផ្កាច័ន្ទនៅតាមបង្អួចនិងបង្កាន់ដៃដើម្បីបង្ហាញនិងលើកកម្ពស់វប្បធម៌អត្តសញ្ញាណជាតិខ្មែរនិងស្របទៅនឹងតួនាទីនៃវិមានស្ថាប័ននីតិបញ្ញត្តិកំពូលនៅសងខាងច្រកចូលអគារមានរូបចម្លាក់តោពីថ្មភក់ដែលមានកម្ពស់3ម៉ែត្រ6តឹកចម្លងតាមរចនាបថអង្គរដើរតួជាឆ្មាំយាមមុខអគាររីឯផ្លូវឡើងក៏អមទៅដោយបង្គោលសីមាតាមលំនាំច្រកចូលប្រាសាទបុរាណដែលមានមុខងារជាបង្គោលភ្លើងបំភ្លឺតាមផ្លូវជម្រាលឡានផងនិងលម្អដល់អគារផងផ្នែកខាងក្នុងនៅជាន់ផ្ទាល់ដីមានបន្ទប់បណ្ណាល័យធំទូលាយបន្ទប់ធ្វើការសម្រាប់មន្ត្រីនាយកដ្ឋានបណ្ណាល័យនិងនាយកដ្ឋានបណ្ណាសាព្រមទាំងបន្ទប់សម្រាប់កងកម្លាំងរក្សាសន្តិសុខអគារឃ្លាំងនិងបន្ទប់បច្ចេកទេសនៅជាន់ទី1មានសាលធំនិងសំខាន់ចំនួន2គឺសាលពីលាធិបតីដែលមានភាពធំទូលាយសម្រាប់ទទួលបដិសណ្ឋារកិច្ចថ្នាក់ដឹកនាំអន្តរជាតិនិងសាលអាហារភិរមសម្រាប់ពិធីលាងសាយភោជនិងកិច្ចប្រជុំធំសាលទាំងពីរនេះព្រមជាមួយនឹងសាលទេសមុនជាបន្ទប់សន្និសីទសារព័ត៌មាននិងសាលសុខាល័យជាបន្ទប់រងចាំសុទ្ធតែលម្អដោយគ្រឿងឈើនិងស្ថាបត្យកម្មតាមរចនាបថខ្មែរដោយប្រើក្បាច់ភ្ញីទេសភ្ញីអង្គរក្នុងទម្រង់កន្ទុយហង្សផ្កាច័ន្ទទេប្រណម្យនិងសន្តាយានៅជាន់ទី2មានសាលតេជោធិបតីជាការិយាល័យផ្ទាល់របស់សម្ដេចប្រធានព្រឹទ្ធសភាសាលពុទ្ធិជ័យជាបន្ទប់សម្រាប់កិច្ចប្រជុំគណៈកម្មាធិការចិន្ត្រៃយ៍ព្រឹទ្ធសភាផងនិងជាសាលជំនួបនិងចរចាទ្វេភាគីជាមួយគណៈបដិភូបរទេសផងរីឯសាលភគវ័នដែលមានន័យថាជាទីមានយុះមានជោគមានជ័យដ៏ខ្ពង់ខ្ពស់នោះត្រូវបានរៀបចំឡើងសម្រាប់ប្រមុខរដ្ឋស្ដីទីទទួលសារតាំងនៃតំណាងបណ្ដាប្រទេសជាមិត្តនិងទទួលភ្ញៀវជាន់ខ្ពស់បរទេសក្រៅពីនេះមានបន្ទប់ជំនួបទ្វេភាគីបន្ទប់ជប់លៀងបន្ទប់រងចាំព្រមទាំងមានបន្ទប់ធ្វើការរបស់មន្ត្រីផងដែរបន្ទប់ទាំងនេះអស់នេះសុទ្ធតែត្រូវបានរចនាឡើងដោយប្រើប្រាស់គ្រឿងឈើលម្អតាមស្ថាបត្យកម្មខ្មែរដ៏សម្បូរបែបរួមមានទាំងការតុបតែងដោយចម្លាក់ថ្មភក់ចម្លាក់ឈើស្បែកនិងសិល្បៈជាងតងជាដើមនៅជាន់ទី3ជាការិយាល័យរបស់ថ្នាក់ដឹកនាំព្រឹទ្ធសភា
គឺអនុប្រធានទី1និងអនុប្រធានទី2ព្រមទាំងមានការិយាល័យអគ្គលេខាធិការដ្ឋានបន្ទប់ធ្វើការបន្ទប់ប្រជុំនិងបន្ទប់ទទួលភ្ញៀវទៀតផងការប្រសិទ្ធនាមសាលនិងបន្ទប់សំខាន់នៃវិមានសាមគ្គីភាពខាងលើជាមួយនឹងអត្ថន័យដែលផ្សារភ្ជាប់ទៅនឹងមុខងាររបស់សាលនិងបន្ទប់នីមួយៗគឺត្រូវបានធ្វើឡើងក្នុងគោលបំណងលើកកម្ពស់តម្លៃអរិយធម៌ខ្មែរដ៏រុងរឿងនិងប្រវត្តិសាស្ត្រដ៏យូរលង់ជាមួយគ្នានេះផងដែរទូព្រះបង្គំជាខ្ញុំបាទសូមសម្ដែងនៅការកោតសរសើរដល់ក្រុមការងារសិក្សាស្រាវជ្រាវដឹកនាំដោយឯកឧត្តមឡាយសម្គាល់អគ្គលេខាធិការព្រឹទ្ធសភាដែលបានរៀបចំចងក្រងសៀវភៅអំពីប្រវត្តិស្ថាបត្យកម្មអគារកេរដំណែលដែលជាមរតកមានតម្លៃដ៏ធំធេងនៃស្នាប្រហោះរបស់ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុព្រះបរមរតនកោដ្ឋជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតបន្តរហូតដល់សប្តាហ៍ថ្ងៃរួមបញ្ចូលជាមួយនឹងវិមានសាមគ្គីភាពនេះសម្រាប់ជាឯកសារប្រវត្តិសាស្ត្រក្នុងនាមប្រធានគណៈកម្មាធិការដឹកនាំការសាងសង់អគារទូព្រះបង្គំខ្ញុំបាទក៏សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំនិងសមាជិកនៃគណៈកម្មការសាងសង់ថ្នាក់ដឹកនាំក្រសួងស្ថាប័ននានាដែលបានសហការជួយសម្រួលនិងរួមវិភាគទានដល់ការងារសាងសង់ហើយក៏សូមថ្លែងនៅការកោតសរសើរដល់ក្រុមវិស្វករក្រុមបច្ចេកទេសក្រុមសាងសង់និងក្រុមជាងគ្រប់មុខជំនាញទាំងអស់ដែលបានប្រឹងប្រែងទាំងយប់ទាំងថ្ងៃបញ្ចេញថ្វីដៃនិងទេពកោសល្យដើម្បីសម្រេចនៅសមិទ្ធផលប្រវត្តិសាស្ត្រមួយនេះជាទីបញ្ចប់ទូព្រះបង្គំជាខ្ញុំសូមព្រះបរមរាជានុញ្ញាតលំអោយកាយប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោកនិងទេវតាថែរក្សាព្រះមហាស្វេតឆ័ត្រសូមប្រោះព្រះរាជទាននៅព្រះរាជសព្វសាទុការពរបវរសួស្តីជ័យមង្គលវិបុលសុខមហាប្រសើរថ្វាយព្រះករុណាព្រះមហាក្សត្រជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតសូមព្រះអង្គទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ព្រះកាយពលមាំមួនរាជបញ្ញាស្មារតីវៀងវៃដើម្បីទ្រង់គង់ប្រថាប់ជាមហាម្លប់ដ៏ត្រជាក់ត្រជុំក្នុងព្រះបរមស្រីរាជសម្បត្តិសម្រាប់ប្រជានុរាស្ត្រខ្មែរគ្រប់រូបរបស់ព្រះអង្គតរៀងទៅទូព្រះបង្គំខ្ញុំបាទក៏សូមថ្វាយប្រពរនិងគោរពជូនពរសម្ដេចឯកឧត្តមលោកជំទាវលោកស្រីសូមប្រកបដោយពុទ្ធពរទាំង4ប្រការអាយុវណ្ណៈសុខៈពលៈកុំបីគ្លៀងគ្លាកឡើយក្នុងព្រះរាជវរកាសដ៏ថ្លៃថ្លានេះទូព្រះបង្គំជាខ្ញុំមានកិត្តិយសជាទីបំផុតសូមព្រះបរមរាជានុញ្ញាតក្រាបថ្វាយបង្គំសូមយាងព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតសូមព្រះមេត្តាប្រោះព្រះរាជទាននៅព្រះរាជសន្និដ្ឋានបើកសម្ពោធដាក់ឲ្យប្រប្រាស់វិមានសាមគ្គីភាពដោយព្រះរាជហឫទ័យករុណាបំផុតសូមអរព្រះជគុណអរគុណនិងសូមអរគុណ
សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានិងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រជាទីស្រឡាញ់រាប់អានដ៏ខ្ពង់ខ្ពស់សម្ដេចមហារដ្ឋសភាទីការធិបតីខួនសូដារីប្រធានរដ្ឋសភាជាទីរាប់អានដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមុនីជាទីរាប់អានដ៏ខ្ពង់ខ្ពស់សម្ដេចព្រះអង្គម្ចាស់ឯកឧត្តមលោកជំទាវសមាជិកាព្រឹទ្ធសភារដ្ឋសភារាជរដ្ឋាភិបាលជាទីស្រឡាញ់រាប់អានឯកឧត្តមលោកជំទាវឯកអគ្គរដ្ឋទូតឯកអគ្គរដ្ឋទូតភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិជាទីស្រឡាញ់រាប់អានថ្ងៃនេះខ្ញុំមានហារតីប្រកបដោយបតិសម្រស់ក្រៃលែងដែលបានចូលរួមជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ក្នុងព្រះរាជពិធីសម្ពោធវិមានសាមគ្គីភាពដ៏ល្អវិចិត្រដែលជាសមិទ្ធផលក្នុងឆ្នាំ2026ថ្មីមួយបន្ថែមទៀតរបស់ប្រជាជាតិខ្មែរយើងសំណង់អគារថ្មីនៃព្រឹទ្ធសភាដែលត្រូវបានកសាងឡើងក្រោមការផ្ដួចផ្ដើមរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានឹងត្រូវបានប្រសិទ្ធនាមថាវិមានសាមគ្គីភាពបង្ហាញឲ្យឃើញពីគុណតម្លៃនិងទស្សនវិជ្ជាដឹកនាំស្នូលរបស់ថ្នាក់ដឹកនាំខ្មែរដែលយល់យ៉ាងច្បាស់ថាការបង្រួបបង្រួមជាតិនិងសាមគ្គីភាពជាតិគឺជាសសរទ្រូងដ៏រឹងមាំនៃសន្តិភាពស្ថិរភាពនិងភាពរីកចម្រើនដ៏យូរអង្វែងរបស់កម្ពុជាខ្ញុំសូមនាំមកនៅព្រះរាជបណ្ដាំផ្ញើសួរសុខទុក្ខនិងសេចក្តីនឹករលឹកដ៏ជ្រាលជ្រៅបំផុតអំពីសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ជាទីបំផុតមកជូនសម្ដេចព្រះអង្គម្ចាស់ឯកឧត្តមលោកជំទាវលោកស្រីបងប្អូនជនរួមជាតិនិងប្រិយមិត្តបរទេសទាំងអស់ដែលមានព្រះវត្តមាននិងវត្តមាននៅទីនេះខ្ញុំសូមកោតសរសើរនិងថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាដែលផ្ដួចផ្ដើមគំនិតបង្កើតទស្សនៈទាននិងដឹកនាំការកសាងវិមានសាមគ្គីភាពនៅលើទីតាំងជ័យភូមិជាងជ័យដ៏ពិសិដ្ឋនេះឡើងសម្រាប់ទុកជាបេតិកភណ្ឌជាតិដ៏វិសេសវិសាលមួយទៀតរបស់ជាតិវិមាននេះក៏មាននិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្នទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាលដែលធ្លាប់មានអរិយធម៌ចំណាស់ត្រជាក់ត្រចង់ឧត្តមឧត្តមនិងមានកិត្តិយានុភាពល្បីរន្ទឺនៅក្នុងតំបន់និងនៅលើសកលលោកយើងអាចសន្និដ្ឋានបានថាវិមានសាមគ្គីភាពនឹងមិនត្រឹមតែជានិមិត្តរូបនៃសាមគ្គីជាតិប៉ុណ្ណោះទេប៉ុន្តែអគារនេះនឹងជួយលើកកម្ពស់កិត្តិយានុភាពជាតិនៅលើឆាកអន្តរជាតិនាពេលបច្ចុប្បន្ននិងទៅអនាគតព្រមទាំងជួយបន្ថែមសោភ័ណភាពនិងភាពចម្រុះអមដោយសំណង់អគារប្រវត្តិសាស្ត្រជាច្រើននៅក្នុងវិមានរដ្ឋចំការមនដែលជាកេរដំណែលមរតកនៃស្ថាបត្យកម្មនិងជាស្នាប្រហោះដ៏ថ្លៃថ្លាបំផុតនៃព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុព្រះបរមរតនកោដ្ឋជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ជាទីបំផុតក្នុងពេលដែលព្រះអង្គនៅគង់ព្រះជន្មនិងបំពេញព្រះរាជកិច្ចនៅទីនេះខ្ញុំសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះឯកឧត្តមប្រាក់សុខុនឧបនាយករដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនិងជាប្រធានគណៈកម្មការសាងសង់អគារថ្មីព្រឹទ្ធសភាដែលបានផ្ដល់របាយការណ៍ប្រកបដោយខ្លឹមសារដ៏មានសារៈសំខាន់អំពីទស្សនៈទានដំណើរការសាងសង់ខ្ញុំពិតជាមានហារតីរំភើបជាអនេកពេលបានទតឃើញវាមានសាមគ្គីភាពដ៏ស្កឹមស្កាយដែលត្រូវបានកសាងរួចរាល់ជាស្ថាពរក្នុងទម្រង់សិល្បៈស្ថាបត្យកម្មខ្មែរដ៏ល្អវិចិត្របែបនេះសម្ដេចព្រះអង្គម្ចាស់ឯកឧត្តមលោកជំទាវលោកស្រីភ្ញៀវជាតិនិងអន្តរជាតិជាសច្ចធម៌មិនអាចប្រកែកបានក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យកតេបណ្ឌិតដ៏ឆ្នើមឆ្លៀសវៃនិងប៉ិនប្រសប់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន
បានដាក់ចេញនិងដឹកនាំអនុវត្តប្រកបដោយជោគជ័យនៅនយោបាយឈ្នះឈ្នះហើយជាបន្តបន្ទាប់មកទៀតចាប់ពីយុទ្ធសាស្ត្រត្រីកោណរហូតដល់យុទ្ធសាស្ត្រចតុកោណនិងគោលនយោបាយកែតម្រង់មុតស្រួចនិងស៊ីជម្រៅលើគ្រប់វិស័យសេដ្ឋកិច្ចសង្គមធ្វើឲ្យកម្ពុជាទទួលបានការអភិវឌ្ឍនិងរីកចម្រើនជាលំដាប់ក៏ដូចជាបានផ្លាស់ប្ដូរមុខមាត់ថ្មីគួរជាទីមោទនៈទាំងអស់នេះគឺមកពីយើងទាំងអស់គ្នាមានមហាសាមគ្គីជាតិជាធ្លុងមួយក្រោមម្លប់សន្តិភាពដ៏រឹងមាំនិងយូរអង្វែងក្នុងផ្ទៃប្រទេសកំណើនសេដ្ឋកិច្ចខ្ពស់ជាប់មិនដាច់ក្នុងធារៈវេលាជិត2ទសវត្សរ៍ដែលពុំធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រទំនើបរបស់កម្ពុជាបាននឹងកំពុងផ្ដល់ផ្លែផ្កាដែលធ្វើឲ្យសមិទ្ធផលស្មានមិនដល់ជាច្រើនលេចចេញជារូបរាងឡើងដោយឡែកសម្រាប់នីតិកាលទី5នៃព្រឹទ្ធសភាក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបាននាំមកនូវសមិទ្ធផលដ៏ធំធេងបន្ថែមទៀតក្នុងការការពារជាតិសាសនាព្រះមហាក្សត្រនិងការពង្រឹងឯកភាពជាតិរក្សាការពារអធិបតេយ្យភាពជាតិដ៏ថ្លៃថ្លានិងអរិយធម៌អង្គរដ៏បវរនៃយើងក្នុងឱកាសដ៏ប្រសើរនេះខ្ញុំសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះសម្ដេចអគ្គមហាសេនាបតីតេជោជាប្រធានព្រឹទ្ធសភានិងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៅគ្រប់កាលៈទេសៈដែលប្រទេសជាតិត្រូវទទួលនៅរងការរំលោភបំពាននិងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរពីសំណាក់បរទេសនាពេលកន្លងទៅសម្ដេចបានដឹកនាំនិងនៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋជាពិសេសជាមួយបងប្អូនវីរៈយុទ្ធជនជាតិយើងនៅគ្រប់លំដាប់ថ្នាក់និងនៅតាមទីតាំងបញ្ជាការជួរមុខតាមបណ្ដាព្រំដែនកម្ពុជាព្រមទាំងបានរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការផ្ដល់ប្រឹក្សាយោបល់យុទ្ធសាស្ត្រផ្ដល់ការលើកទឹកចិត្តគាំទ្រគ្រប់បែបយ៉ាងនិងគ្រប់ទិដ្ឋភាពដោយគ្មានពេលសម្រាប់ទាំងយប់ថ្ងៃដើម្បីបុព្វហេតុតែមួយគត់គឺការការពារឲ្យខាន់តែបាននៅបូរណភាពទឹកដីនិងដែនអធិបតេយ្យភាពជាតិរបស់យើងខ្ញុំក៏សូមសម្ដែងនៅការកោតស្ញប់ស្ញែងនិងកោតសរសើរយ៉ាងក្រៃលែងចំពោះវីរភាពរបស់វីរៈយុទ្ធជនកម្ពុជាគ្រប់រូបដែលបានប្រយុទ្ធតស៊ូយ៉ាងខ្លាំងក្លាអង្អាចក្លាហាននៅគ្រប់សមរភូមិដើម្បីបុព្វហេតុការពារជាតិការពារទឹកដីនិងការពារប្រជាជនក៏ដូចជាប្រជាជនកម្ពុជានៅទូទាំងប្រទេសដែលបានរួបរวมជាកម្លាំងមហាសាមគ្គីជាតិយ៉ាងរឹងមាំនិងមានឯកភាពជាតិខ្ពស់ក្រោមការដឹកនាំប្រកបដោយកតេបណ្ឌិតនិងទេពកោសល្យដ៏ឧត្តមឧត្តមរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាដែលមានសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតជាប្រមុខដឹកនាំកម្ពុជាក្នុងការប្រយុទ្ធតស៊ូគ្រប់សមរភូមិទាំងសមរភូមិនយោបាយសមរភូមិការទូតសមរភូមិយោធានិងសមរភូមិច្បាប់ដើម្បីការពារជាតិការពារអធិបតេយ្យភាពជាតិការពារបូរណភាពទឹកដីនិងការពារប្រជាជនកម្ពុជារបស់យើងជាទីបញ្ចប់ខ្ញុំសូមជូនពរសម្ដេចព្រះអង្គម្ចាស់ឯកឧត្តមលោកជំទាវលោកស្រីភ្ញៀវកិត្តិយសជាតិអន្តរជាតិនិងបងប្អូនជនរួមជាតិនៅទូទាំងព្រះរាជាណាចក្រកម្ពុជាសូមបានប្រកបដោយព្រះពុទ្ធពរគ្រប់ប្រការជានិច្ចនិរន្តរ៍តទៅនិងសូមប្រកាសសម្ពោធដាក់ឲ្យប្រើប្រាស់នៅវិមានសាមគ្គីភាពនេះឲ្យដំណើរការចាប់ពីពេលនេះតទៅនៅក្នុងឱកាសនេះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននឹងបានថ្វាយសៀវភៅវិមានសាមគ្គីភាពអំពីកេរដំណែលនិងប្រវត្តិសាស្ត្រថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ពងពោះបំផុតជាមួយគ្នានេះផងដែរព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតស្ដេចយាងប្រោសព្រះរាជទានក្រាំងមាសជូនសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានិងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាព្រះរាជកម្មវិធីជាបន្តទៅទៀតនេះគឺព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតស្ដេចយាងទតសាលភគវន្តនិងសាលសហមេត្រីជនទី2វិមានសាមគ្គីភាពនៃព្រឹទ្ធសភា
ទូរទស្សនិកជនជាទីគោរពនិងជាទីមេត្រីនៅក្នុងឱកាសដ៏ថ្លៃថ្លាបំផុតដែលព្រះករុណាជាអម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាស្ដេចយាងប្រោសព្រះរាជទាននៅព្រះរាជសន្ទរកថាដ៏ថ្លៃថ្លាបំផុតរួចមកបន្ទាប់ពីនោះទៅគឺសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានិងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្របានថ្វាយនៅសិភៅក្រាំងមាសដែលស្ដីអំពីគេហៅថាសិភៅវិមានសាមគ្គីភាពអាគារគេដំណើរនិងប្រវត្តិសាស្ត្រថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតបន្ទាប់ពីនោះទៅតាមរយៈរូបភាពនិងកម្មវិធីដែលទូរទស្សនិកជនបានឃើញនៅមុននេះបន្តិចព្រះករុណាជាអម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះមេត្តាប្រោសនៅព្រះរាជទានព្រះរាជអត្ថបទក្រាំងមាសជូនសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានិងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្របន្ទាប់ពីបំពេញនៅព្រះរាជសកម្មភាពដ៏ថ្លៃថ្លាបំផុតនៅក្នុងវរកាសដ៏មហាប្រសើរឧត្តមឧត្តមនាពេលនេះព្រះករុណាជាអម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាដែលថ្វាយដង្ហែព្រះរាជដំណើរដោយសម្ដេចអគ្គមហាសេនាបតីតេជោនិងឯកឧត្តមប្រាក់សុខុនឧបនាយករដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិឯកឧត្តមគឺជាប្រធានគណៈកម្មការដឹកនាំសាងសង់វិមានសាមគ្គីភាពបាននឹងកំពុងតែអញ្ជើញដង្ហែព្រះរាជដំណើរព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតស្ដេចយាងតូតសមិទ្ធផលនិងរចនាបថនានាដែលបានស្ថាបនានៅក្នុងវិមានសាមគ្គីភាពដ៏ស្កឹមស្កៃខ្ពង់ខ្ពស់បំផុតនាពេលនេះតាមសន្ទរកថានិងរបាយការណ៍ថ្វាយព្រះពរស្វាគមន៍របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនឯកឧត្តមក៏បានបញ្ជាក់អំពីអត្ថន័យនិងតម្លៃជាប្រវត្តិសាស្ត្រនៃវិមានសាមគ្គីភាពនេះព្រោះជាមុំ3នៃសំណង់ស្ថាបត្យកម្មដែលមានភាពប្រតិក្រឡាគ្នានឹងវិមានមិត្តភាពនិងវិមានសន្តិភាពនៅឯទីស្តីការគណៈរដ្ឋមន្ត្រីរួមជាមួយនឹងវិមានសាមគ្គីភាពដែលបាននឹងកំពុងតែលេចឡើងជារូបរាងយ៉ាងល្អអស្ចារ្យនៅក្នុងទីតាំងនៃស្ថាប័ននីតិបញ្ញត្តិរបស់ជាតិយើងជាការពិតណាស់នៅក្នុងព្រះរាជសន្ទរកថាដ៏ថ្លៃថ្លានិងខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈនៃយើងព្រះអង្គបានប្រោសព្រះរាជទាននិងបង្ហាញនៅហឫទ័យកោតសរសើរនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាដែលផ្ដួចផ្ដើមគំនិតបង្កើតទស្សនៈទាននិងដឹកនាំកសាងវិមានសាមគ្គីភាពនៅលើទីតាំងជ័យភូមិដ៏ជៀងជ័យដ៏ពិសិដ្ឋនេះឡើងសម្រាប់ទុកជាបេតិកភណ្ឌជាតិដ៏វិសេសវិសាលមួយទៀតរបស់ជាតិវិមាននេះក៏ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្នទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាលដែលធ្លាប់មានអរិយធម៌ចំណាស់ត្រចះត្រចង់ឧត្តមឧត្តមនិងមានកិត្យានុភាពល្បីរន្ទឺនៅក្នុងតំបន់និងនៅលើសកលលោកយើងអាចសន្និដ្ឋានបានថាវិមានសាមគ្គីភាពនឹងមិនត្រឹមតែជានិមិត្តរូបនៃសាមគ្គីភាពជាតិប៉ុណ្ណោះទេប៉ុន្តែអាគារនេះ